ជំរាបសួរទាំងអស់គ្នាថ្ងៃនេះចែករំលែកតកតងនឹងប្រាក់ខែរបស់មេភូមិនៅភូមិហើយនឹងសមាជិកភូមិណាអញ្ចឹងនៅក្នុងភូមិនីមួយៗធម្មតាយើងមានរចនាសម្ព័ន្ធនៅក្នុងការបែងចែកអញ្ចឹងយើងបែងចែកពីថ្នាក់ខេត្តថ្នាក់ស្រុកមកឃុំមកភូមិអញ្ចឹងណាអញ្ចឹងនៅក្នុងភូមិនីមួយហ្នឹងគឺយើងមានមេភូមិម្នាក់យើងមានអនុភូមិម្នាក់ហើយយើងមានសមាជិកម្នាក់អញ្ចឹងនៅក្នុងវីដេអូមុនហ្នឹងជាវីដេអូដែលផ្ទុះមានអ្នកមើលច្រើនហ្នឹងគឺសួរថាតើមេភូមិពីច្រើនខមមិនដែលសួរហ្នឹងគឺថាមេភូមិប្រាក់ខែប៉ុន្មានណាមេភូមិប្រាក់ខែប៉ុន្មានក្រុមឯខូចអីចង់ធ្វើជាមេភូមិដែរខ្ញុំព្យាយាមស្វែងរកដែរប៉ុន្តែខ្ញុំអត់ឃើញអត្ថបទណាឬក៏សេចក្តីប្រកាសណានិយាយប្រាក់ខែមេភូមិទេប៉ុន្តែគេថាមេភូមិមិនមានប្រាក់ខែទេមានតែប្រាក់ឧបត្ថម្ភអញ្ចឹងរដ្ឋបានឧបត្ថម្ភរដ្ឋបានផ្ដល់ប្រាក់ឧបត្ថម្ភទៅដល់មេភូមិអនុភូមិហើយនិងសមាជិកភូមិអញ្ចឹងសម្រាប់ប្រាក់ខែសម្រាប់ប្រាក់ឧបត្ថម្ភមេភូមិក្នុងមួយខែហ្នឹងគឺមេភូមិបាន570000មួយខែ570000ហើយអនុភូមិបាន445,000ហើយនឹងសមាជិកភូមិហ្នឹងគឺបាន415,000មួយខែអញ្ចឹងណាបាទនេះជាទិន្នន័យដែលខ្ញុំរកបានហើយសង្ឃឹមថានេះអាចជាមូលដ្ឋានស្រាវចម្ងល់បងប្អូនទាំងអស់គ្នាដែរតើគាត់ធ្វើការក្នុងភូមិមួយថ្ងៃហ្នឹងគាត់បានអីមកវិញណាអញ្ចឹងគាត់បានការប្រាក់ឧបត្ថម្ភពីរដ្ឋាភិបាលដែរណាពីរដ្ឋដែរអញ្ចឹងហ្នឹងហើយអរគុណបងប្អូនសម្រាប់អ្នកដែលមិនទាន់ស្គាល់ channel របស់ខ្ញុំអាចទៅ subscribe ទៅហើយស្ដាប់វីដេអូក្រោយទៅឬក៏ចូលមើលវីដេអូខ្ញុំមុនអាចដឹងថាខ្ញុំកំពុងធ្វើអីហ្នឹងអញ្ចឹងណាបងប្អូនអូខេយើងជួបគ្នានៅវីដេអូក្រោយទៀតជំរាបលា